ពាក់ព័ន្ធមួយនឹងផ្សែងពុលដែលចោលទម្លាក់មករហូតណាបាទផលប៉ះពាល់វាអាចនឹងទៅដល់ភ្នែកស្បែកផ្លូវដង្ហើមមកជាមួយនឹងប្រព័ន្ធរំលាយអាហារអញ្ចឹងហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះចែកដើម្បីទៅដល់បងប្អូនកូនតដើម្បីឲ្យគាត់ចេះថែខ្លួនឯងភ្លាមណាដើម្បីកុំឲ្យវាមានការរលាកជ្រៅពេកបាទអញ្ចឹងផ្សែងពុលហ្នឹងក៏តែបើសិនជាប៉ះជាមួយនឹងស្បែករបស់គាត់ណាអាចនឹងចាប់ផ្ដើមរលាកតិចម្ដងហើយបើសិនជាគាត់ហិតផ្សែងពុលនឹងចូលទៀតអាចនឹងចូលតាមរយៈសួតហើយអាចនឹងរលាកសួតតិចម្ដងដូចគ្នាពាក់ព័ន្ធមួយនឹងភ្នែកដូចគ្នាដែរអាចនឹងរលាកកាហាយផ្សាជាដើមប្រព័ន្ធរលាយអាហារចាប់ផ្ដើមដូចគ្នាហើយទាំងអស់ហ្នឹងធ្វើឲ្យប្រព័ន្ធសរីរាង្គយើងទាំងអស់ហ្នឹងធ្វើការអត់ល្អហើយអាចនឹងមានការក្អួតចង្អោរជិះក្បាលវិលមុខអីជាដើមអញ្ចឹងភ្លាមហ្មងអ្វីដែលយើងអាចធ្វើបានគឺពាក់ព័ន្ធជាមួយនឹងការសម្អាតបាទបើសិនជាយើងមានកៅអៅផ្សេងសើមមានផ្សែងទាំងអស់ហ្នឹងយើងអាចនឹងដោះវាចេញហើយពាក់ព័ន្ធមួយនឹងទឹកគឺសំខាន់ហ្មងពេលហ្នឹងទឹកគឺសំខាន់ហ្មងបើមានសារ៉ូមប្រៃទេហត់ទៅល្អបាទអញ្ចឹងទឹកយើងលាងសម្អាតកន្លែងណាដែលយើងប៉ះលាងសម្អាតវាតែអ្វីដែលសំខាន់ខ្ញុំឮថាអាចនឹងខ្វះទឹកទៀតអញ្ចឹងបើសិនជាមានអូមានអីកន្លែងដែលងាយស្រួលណាបាទចូលទៅត្រាំនៅហ្នឹងយើងហើយណា5-10នាទីទាំងភ្នែកទាំងអីក៏ដោយបើកជាមួយនឹងទឹកដែលយើងធម្មតាហ្នឹងទឹករ៉ូម៉ាណេទឹកអីក៏ដោយ5-10នាទីបាទទាំងអស់ហ្នឹងគឺអាចកាត់បន្ថយហានិភ័យនៃការលាកនឹងបាន5-10នាទីហ្នឹងហើយយើងរកមើលកសែងដែលត្រជាក់ណាយើងមកទុកវាតែបើភ្លាមហ្នឹងហ្មងយើងក៏អាចយកកសែងកសែងដែលមានទឹកណាភ្លាមហ្នឹងទុកខ្ទប់ច្រមុះដកដង្ហើមតាមហ្នឹងទៅឬក៏បិទភ្នែកដែលធ្វើម៉េចឲ្យយើងមើលឃើញណាតាមហ្នឹងក៏វាអាចកាត់បន្ថយដែរអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះអាចជួយខ្លះទឹកគឺសំខាន់មែនតើសម្រាប់កាត់បន្ថយអត្រាដែលធ្វើឲ្យការវិវត្តនៃផ្សែងពុលហ្នឹងលាកមកលើសរីរាង្គរបស់កងទ័ពយើង